ចាបងប្អូនថ្ងៃនេះយើងមកធ្វើនំផ្លែអាយឬនំម្កប់ស្ករដែលយើងមានគ្រឿងផ្សំហ្នឹងគឺមានស្ករផែនឬក៏យើងហៅថាស្ករស្រអាប់បងប្អូនហើយយើងមានសាច់ដូងរៀងចាស់មិនចាស់ពេកមិនខ្ចីពេកណាបងប្អូនហើយមានម្សៅអង្ករដំណើបដែលយើងនឹងយកមកលាយទឹកដើម្បីធ្វើជានំផ្លែអាយបន្តិចទៀតណាបងប្អូនចាហើយចំពោះសាច់ម្សៅគឺបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនត្រូវការធ្វើច្រើនបងប្អូនចាក់ម្សៅចូលច្រើនដែរណាតែបើសិនជាបងប្អូនថាធ្វើតែបន្តិចបន្តួចទេក៏បងប្អូនលៃម្សៅទៅតាមហ្នឹងណាបងប្អូនចាចឹងដំបូងគឺយើងលាយម្សៅជាមួយនឹងទឹកជាយើងធម្មតាសិនហើយចំពោះម្សៅសម្រាប់ធ្វើនំហ្នឹងគឺយើងលាយយកបរិមាណរៀងរឹងបន្តិចណាបងប្អូនយើងអាចយកជ្រាយពេកឬក៏រឹងពេកទេបងប្អូនចាអញ្ចឹងគឺយើងចាក់ទឹកចូលទៅហើយយើងធ្វើការលាយម្សៅហ្នឹងជាមួយទឹកឲ្យចូលទៅសាច់តែមួយណាបងប្អូនចាអញ្ចឹងគឺយើងធ្វើការកូរលាយបែបហ្នឹងរហូតចឹងទៅដើម្បីឲ្យម្សៅនិងទឹកហ្នឹងចូលក្នុងសាច់តែមួយហើយបើនេះខ្ញុំឃើញថារៀងរឹងខ្លាំងពេកយើងចាក់ទឹកថែមបន្តិចទៀតចឹងណាបងប្អូនចាប៉ុន្តែដល់ពេលខ្ញុំចាក់ទឹកទៅវារៀងទឹកជ្រុលច្រើនអញ្ចឹងវាធ្វើឲ្យម្សៅយើងទន់ខ្លាំងពេកអញ្ចឹងទន់ខ្លាំងពេកក៏យើងធ្វើអត់ការដែរអញ្ចឹងគឺយើងបន្ថែមជាមួយនឹងម្សៅបន្តិចទៀតទៅដើម្បីឲ្យវាសាច់ម្សៅមករឹងមកវិញអញ្ចឹងណាបងប្អូនចាចឹងយើងកូរច្របល់ចូលគ្នាឲ្យវាចូលរហូតអញ្ចឹងទៅបងប្អូនចាយើងលៃលោតាមហ្នឹងទៅចាគឺយើងបន្តលាយម្សៅរបស់យើងអញ្ចឹងឲ្យចូលក្នុងសាច់តែមួយល្បាយតែមួយអញ្ចឹងណាបងប្អូនចាដូចខ្ញុំជម្រាបអញ្ចឹងថាដំណាក់កាលលាយម្សៅហ្នឹងគឺសំខាន់ជាងគេណាបងប្អូនអញ្ចឹងដូចនាងខ្ញុំដាក់ទឹករៀងជ្រុលអញ្ចឹងទៅឃើញវារៀងរាវបងប្អូនពេលយើងវាយវាអញ្ចឹងមកសាច់វារាវទន់ខ្លាំងពេកយើងធ្វើនំអត់កើទេអញ្ចឹងចុងក្រោយខ្ញុំក៏សម្រេចចិត្តបន្ថែមនៅម្សៅក៏ដំណើបថែមបន្តិចទៀតណាបងប្អូនទៅសាច់ម្សៅរបស់យើងហ្នឹងវារៀងរឹងជាងមុនហើយយើងអាចធ្វើនំនឹងបានណាបងប្អូនចាអញ្ចឹងម្សៅរបស់យើងលាយរួចហើយគឺយើងចាប់ផ្ដើមធ្វើនំតែម្ដងណាបងប្អូនចាគឺយើងចាប់នំចាប់សាច់ម្សៅម្ដុំតូចអញ្ចឹងទៅយើងធ្វើវាឲ្យសំប៉ែតអញ្ចឹងហើយយើងដាក់ស្ករចូលកណ្ដាលហើយយើងមូលលុញដូចយើងលុញក្របសូនអញ្ចឹងណាបងប្អូនចាយើងមូលលុញអញ្ចឹងរហូតទៅទំហំតាមចំណង់ចំណូលចិត្តបងប្អូនដែលបងប្អូនចង់បានធំបងប្អូនដាក់ធំបងប្អូនចង់បានតូចបងប្អូនដាក់តូចណាបងប្អូនចាហើយយើងបន្តលុញអញ្ចឹងម្លងពេលហ្នឹងគឺយើងដាំទឹកក្តៅឲ្យពុះណាបងប្អូនហើយយើងធ្វើនំគឺយើងលុញម្ដងគឺយើងដាក់នំហ្នឹងចូលក្នុងទឹកក្តៅដាំពុះនឹងម្ដងណាបងប្អូនយើងធ្វើអញ្ចឹងរហូតតទៅអស់ម្សៅរបស់យើងណាបងប្អូនអញ្ចឹងនំហ្នឹងគឺងាយស្រួលធ្វើហើយស្រួលចំណាស់មែនតើចំពោះនំពេលដែលយើងតម្លាក់ដបងវានឹងលិចទៅក្នុងឆ្នាំងក្នុងទឹកណាប៉ុន្តែនៅពេលដែលនំនឹងឆ្អិនគឺវាអណ្ដែតឡើងទៅខាងលើអញ្ចឹងយើងងាយស្រួលចំណាំណាបងប្អូនចាចំណាំថានំអណ្ដែតឡើងខាងលើគឺនំឆ្អិនហើយអញ្ចឹងគឺយើងស្រង់នំឲ្យឆ្អិនហ្នឹងគឺយើងយកទៅដាក់ត្រាំជាមួយនឹងទឹកត្រជាក់ដែលយើងដាក់នៅក្បែរនំដែរណាបងប្អូនចាគឺយើងទៅត្រាំក្នុងទឹកត្រជាក់ទុកតទៅនំយើងត្រជាក់តែយើងស្រង់យកមកញ៉ាំបានណាបងប្អូនចាអញ្ចឹងគឺយើងបន្តលុញបន្តធ្វើនំតទៅអស់ណាបងប្អូនចាយើងធ្វើនំហ្នឹងអត់មានអីពិបាកទេគឺស្រួលមែនតើហើយរសជាតិក៏ឆ្ងាញ់ដែរណាបងប្អូនហើយយើងចំណាយគ្រឿងក៏អស់តិចដែរគឺអត់មានគ្រឿងអីសាំញ៉ាំច្រើនមុខអីពិបាកចំណាំទេបងប្អូនចាយើងមានតែម្សៅអង្ករដំណើបជាមួយនឹងសាច់ដូងជាមួយនឹងស្ករផែនឬក៏យើងហៅថាស្ករស្រាក់បើសម្រាប់ខាងខ្ញុំហៅបានទាំងពីរមុខណាស្ករផែនក៏បានស្ករស្រាក់ក៏បានណាបងប្អូនចាអញ្ចឹងមានតែ3មុខហ្នឹងក៏យើងអាចធ្វើនំនឹងបានដែរបងប្អូនគឺវាអត់មានអីពិបាកហើយអត់មានអីសាំញ៉ាំទេចាអញ្ចឹងបងប្អូនសង្កេតឃើញនំរបស់នាងខ្ញុំគឺនំដែលឡើងខាងលើហ្នឹងគឺនំឆ្អិនទេណាបងប្អូនចាប៉ុន្តែខ្ញុំអត់ទាន់បានស្រង់ភ្លាមអីខ្ញុំទុកហើយនំហ្នឹងឆ្អិនឲ្យយូរបន្តិចសិនណាបងប្អូនចាអញ្ចឹងគឺយើងបន្តទៅអញ្ចឹងរហូតទៅអស់ម្សៅរបស់យើងបងប្អូនចាអញ្ចឹងយើងធ្វើឃើញបានរីកច្រើនមែនតើហើយនឹងខ្ញុំធ្វើគឺតាមចំណូលចិត្តមានតូចមានធំមានຂະຫນាតកដាលអញ្ចឹងណាបងប្អូនចាគឺនឹងខ្ញុំបានធ្វើតូចប៉ុណ្ណឹងគ្នាពួកខ្ញុំ
ចូលចិត្តធ្វើរបៀបចម្រោះមានតូចផងធំផងនឹងຂະຫນាតរៀងមធ្យមຂະຫນាតកណ្ដាលណាបងប្អូនចាចឹងឃើញនំយើងតែឡើងលើច្រើនមែនតើបងប្អូនចាបងប្អូនឃើញអញ្ចឹងមិននំនឹងធំណាស់ណាបងប្អូនប៉ុន្តែមកពីយើងថតដាក់កាមេរ៉ាចិត្តចឹងទៅឃើញធ្វើឲ្យនំនឹងមើលទៅឃើញរៀងធំប៉ុន្តែជាស្ដែងគឺអត់ធំពេកទេបងប្អូនរៀងធំជាងនំដែលបងប្អូនយើងធ្វើលក់នៅតាមផ្សារបន្តិចទេបងប្អូនចាចឹងនំយើងគឺឡើងល្អមែនតើណាបងប្អូនឃើញទេចាអញ្ចឹងគឺបន្ទាប់ពីយើងស្រង់យកទៅដាក់ក្នុងទឹកត្រជាក់គឺនំរបស់យើងចានរួចរាល់ហើយបងប្អូនអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាបើសិនជាបងប្អូនចូលចិត្តសូមជួយចុច like ហើយនិង subscribe វីដេអូបងប្អូនមួយផងចាអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាចា